ចិត្តដល់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ Valentine's Day ហើយបងប្អូនបងប្អូនមានគិតគម្រោងថាចង់ទិញអីសម្រាប់បុណ្យនៃក្តីស្រឡាញ់អត់ហើយនេះខ្ញុំមកទៅផ្សារដែលឈ្មោះថា Mayor ហ្នឹងហើយនៅក្នុងផ្សារនេះគឺធំដូចរបៀបផ្សារ Walmart ចឹងណាហើយខ្ញុំក៏ឃើញគេលក់ផ្កាអីច្រើនមែនតែននៅក្នុងផ្សារហ្នឹងហើយតោះយើងទៅមើលផ្កាទាំងអស់នេះណាអូផ្កានេះសិតតែផ្កាស្រស់ៗហ៎បងប្អូនមិនមែនផ្កាជ័រឯណាមានផ្កា tulip នេះហើយគេដាក់បាច់ផ្កាអញ្ចឹងណាព្រោះត្រៀមលក់នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់គេដាក់លក់មិនមែនត្រៀមទេដូចថាយើងចង់ឲ្យទិញឲ្យក្រុមគ្រួសាររបស់យើងមុនថ្ងៃនៃសេចក្តីស្រឡាញ់ក៏បានហើយអានេះផ្កានេះគឺវាដាំនៅក្នុងដីក្នុងផើងហើយអញ្ចឹងវាអត់ចេះងាប់ទេចាអញ្ចឹងណាហើយយើងអាចទិញទុកមុនថ្ងៃក្តីស្រឡាញ់ក៏បានដែរហើយផ្កាមួយអូយចម្រុះពណ៌ស្រស់ស្អាតឡើងខ្ចីឡើងស្រស់បំប្រងហ្មងណាហើយវាមានតម្លៃខុសៗគ្នាមានទូចតម្លៃ$4ទៅមានរៀងច្រើនបន្តិចទៅ$15 14.99អីចឹងណាមើលផ្កាគេឡើងស្អាតឡើងស្រស់ហ្មងណាខ្ញុំឃើញផ្កាអញ្ចឹងអីស្រឡាញ់ណាចង់ទៅប៉ះផ្កាហ្នឹងព្រោះផ្កាហ្នឹងផ្កាមែនតែនហើយឃើញផ្កាដល់ស្រឡាញ់ហ្មងតម្លៃវានេះ$12.99នេះស្អាតផ្កាខ្លះវាលវាថាវាដុះហើយរស់ឡើងវិញចឹងណាវាអត់ងាប់ហើយមានផ្កាខ្លះក៏វាដុះបានតែមួយឆ្នាំផ្កានេះផ្កាបេះដូងស្អាតបងប្អូនខ្ញុំដើរលុកលុយមើលផ្កាឲ្យបងប្អូនមើលបងប្អូនចាប់អារម្មណ៍ទេចង់ទិញផ្កាអត់នេះហើយនេះជាវីដេអូផាតមួយចឹងណាហើយខ្ញុំនឹងមានវីដេអូបន្តទៀតអរគុណ